ថ្ងៃនេះខ្ញុំនឹងធ្វើដំណើរចេញពីខេត្តសង្ត្រៃទៅរាជធានីភ្នំពេញហើយខ្ញុំនឹងចូលផ្សារអូរស័យដើម្បីទិញរបស់របរឬក៏ដើរលេងតោះរងចាំទស្សនាទាំងអស់គ្នាជាបងប្អូនរាល់ដងធ្លាប់តែម៉ាក់ហៅមកដើរផ្សារអូរស័យជាមួយតែក្នុងថ្ងៃនេះយើងបានហៅម៉ាក់មកដើរលេងជាមួយយើងម្ដងនៅក្នុងផ្សារអូរស័យហើយយើងដើរមើលអីគេខ្លះហើយចាំមើលថាអ្នកណាដែលចូលចិត្តទិញច្រើនជាងគេម្ដាយឬក៏កូនចាជាក់ស្ដែងពីមុនមកបើម៉ាក់បបួលដើរផ្សារអីហ្នឹងតើតម៉ាក់បខំតែឥឡូវបើថាម៉ាក់បបួលរត់តាមពីក្រោយខ្នងឲ្យតបានដើរជាមួយឬក៏បានដើរផ្សារទៅដែរសិនណាម៉ាក់ប្រាប់ថាគាត់ចង់ទិញអីវ៉ាន់នៅក្នុងផ្សារហើយនឹងមកវិញឆាប់ៗទេតែពេលដើរទៅដើរមកចង់ដើរឲ្យដឹងថានៅក្នុងច្រកអូរស័យហ្នឹងមានប្រមាណច្រកហើយដើរទៅវិញបងប្អូនជាក់ស្ដែងដើរនៅច្រកអូរស័យប្រហែលដងហើយនៅទៅវិញទាំងអស់មិនចូលច្រកខាងនេះដឹងតែចេញច្រកខាងនោះអត់អាចចូលច្រកដើមហើយចេញច្រកដើមវិញទេនៅទៅវិញច្រកអូរស័យចំណិចត្រូវឲ្យជាក់ស្ដែងយើងនៅមិនដែរចូលយូរមួយឆ្នាំអីអាចចូលម្ដងនៅក្នុងផ្សារអូរស័យនេះមានគ្រឿងកញ្ចប់កញ្ចប់គ្រប់សពហ្មងចង់បានអីក៏បានដែរហើយម៉ាក់នឹងឡើងចុះនឹងឡើងដើរគ្រប់ច្រកដឹងដើរទៅប្រឡោះណាខ្លះទេម្ដងខ្សែដៃម្ដងតាគៀបអីទៅហើយនឹកឃើញដើរទៅទិញអីទៅទិញផ្កាអីទៅអើតមើលផ្កាជ័រអីទៅហើយនឹកឃើញនោះទៅទិញវាំងនូនក៏មានទៀតអូយដើរទៅនឹងដើរមកខ្ញុំថាបើដើរហត់អីទៅត្រូវហូបអីហូបនឹងផងឃ្លានដែរតាមានអីបានទៅហូបបាយតែកន្លែងបាយអីវិញនិយាយពីថាលក់ដាច់នោះដាច់មកផ្លែតអស់លេងឃើញបង្អែមនាំគ្នាហូបបង្អែមម្ដងទៀតនោះបានសួរលោកពូដែរថាក្នុងច្រកអូរស័យនឹងទាំងអស់មានប្រហែលច្រកឆ្លើយថា12ច្រកជាក់ស្ដែងយើងដើរជុំប៉ុណ្ណឹងហើយនៅអត់គ្រប់ច្រកទេបងប្អូន